ចំណុចទី4ចំណុចទី4នេះគឺតកតងរឿងឆុងគេថារាល់ឆ្នាំនីមួយមានសត្វយ៉ាងតិច4គឺឆុងឧទាហរណ៍ឆ្នាំ2026ជាក់ស្ដែងនេះឆ្នាំមមីចឹងសត្វដែលឆុងហ្នឹងគឺថាមានថោះមានឆ្លៅមានមមីវាជន់ឆ្នាំខ្លួនឯងអញ្ចឹងណាហើយមានជូតគេលើកឡើងរហូតដល់4សត្វបងប្អូនដែលឆ្ងល់ទេគេលើកឡើង4សត្វហើយគេបំភ័យទៀតថាអូឆុងហ្នឹងអត់បានទេគ្រោះ1គ្រោះ2គ្រោះ3អាហ្នឹងស្រាប់គេលើកឡើងអញ្ចឹងគេលើកឡើង4សត្វហ្នឹងគេលក់របស់បានច្រើនបងប្អូនក្នុង12សត្វហ្នឹងចាហើយណាក៏មាន4នាក់ដែរអញ្ចឹងស្មើប្រហែល33%ទៅរត់ទៅទិញរបស់ហ្នឹងហ៎តែបើគេនិយាយថាមានតែជូតមួយគត់តាមពិតជូតគឺជាសត្វមួយដែលឆុងត្រឹមត្រូវគេហៅលាវឆុងណាបងប្អូនមានក្នុង12សត្វមានតែមួយសត្វទេរត់ទៅទិញគិតជាភាគរយ8%ឃើញគេលក់របស់បានតិចទេបងប្អូនលក់របស់បានតិចអានឹងហើយដែលគេបង្កើតរូបមន្តផ្ដេសផ្ដាស់ហោះខ្ញុំរៀនច្រើនឆ្នាំគឺខ្ញុំមិនដែលគ្រូខ្ញុំមិនដែលប្រាប់ថាឆុងប្រភេទផ្សេងវាមានប្រសិទ្ធភាពទេគឺអត់ទេខ្ញុំខ្លួនឯងក៏ខ្ញុំសិក្សាស្រាវជ្រាវតេស្តច្រើនដែរគឺអត់មានទេមានតែលាវឆុងទេលាវឆុងគឺមានប្រសិទ្ធភាពគឺបានន័យថាឆុង6គូធាតុគឺបានថាសត្វដែលឆោមអង្សាគ្នាឬក៏ឆោមទៅណាឧទាហរណ៍មីឆោមជាមួយនឹងជូតគេហៅលាវឆុងហើយថោះឆោមជាមួយនឹងរកាគេហៅលាវឆុងហើយឆុងបែបនេះគឺឆុងមានប្រសិទ្ធភាពប៉ុន្តែមានសេណារីយ៉ូខ្លះគឺឆុងហេងមានពេលខ្លះគឺវាអត់កើតឡើងទេឆុងបែបហ្នឹងណាអញ្ចឹងបងប្អូនកុំទៅព្រួយបារម្ភអីអញ្ចឹងនៅពេលដែលគេបំផុលគេបំភ័យយើងគឺដើម្បីយើងទៅកាត់ឆុងនៅពេលដែលកាត់ឆុងអាហ្នឹងគឺចូលសងគេហើយគឺគេលក់របស់បានច្រើនណាបងប្អូនអានេះគឺគេផយើងបងប្អូនជួយប្រាប់គ្នាតផងបាទតគ្នាផងបងប្អូនមើលបើសិនតែឆុងដល់4សត្វម្លឹងណា12ថ្ងៃឆុងម្ដង12ខែឆុងម្ដង12ឆ្នាំឆុងម្ដង12ម៉ោងឆុងម្ដងបងប្អូនពិចារណាមើលទៅឃើញទេរស់នៅមិនកើតចុះដល់4សត្វទៀតអាហ្នឹងតែមួយសត្វខ្ញុំលើកាក់ដៃតែលាវឆុងមួយផងឥឡូវចុះកាក់ដៃដល់4សត្វយើងរស់នៅមិនកើតឈីហុងស៊ុយនិងតារាសាលើទៅកាន់អនាគតដ៏ភ្លឺស្វាង